បាទអញ្ចឹងសម្រាប់គោមួយឡាននេះគឺពិតជាល្អមែនទែនពុកម៉ែបងប្អូននេះគឺជាគោដែលស្ថិតនៅក្នុងកសិដ្ឋានរបស់លោកពូលៀងដែលមានម៉ួយខាងវៀតណាមគឺគាត់បានយកហើយនេះខាងអ្នកដឹកក៏ដូចជាឈ្មួញវៀតណាមដែលគាត់អញ្ជើញមកដល់ហ្នឹងគឺគាត់ចាំថ្លឹងគោហើយខាងនោះគឺបងប្រុសដែលជាកូនប្រុសរបស់លោកពូលៀងហើយសម្រាប់គោនេះវិញគឺជាគោដែលលោកពូលៀងគាត់ទិញមកដូចជា2ខែសម្រាប់គោនេះហើយគាត់បំពន់ហើយគោនេះក៏ខាងវៀតណាមគាត់សុំចែកបើនិយាយពីគោនេះវិញដូចជាមិនទាន់ជាឡើងសាច់ទេប៉ុន្តែខាងវៀតណាមគាត់សុំចែកអញ្ចឹងក៏លោកពូគាត់គាត់សម្រេចចិត្តលក់ហើយសម្រាប់ថ្ងៃនេះវិញគឺលក់ប្រភេទគោឈ្មោលទាំងអស់គឺអត់មានគោមេទេខាងវៀតណាមគឺគាត់មកយកតែគោឈ្មោលទេប៉ុន្តែសម្រាប់គោឈ្មោលនេះក៏ជាគោដែលធំអត់តូចទេហើយសាច់វិញអស់ទាស់ហើយនេះគឺជាសកម្មភាពដែលក្រុមការងារគាត់កំពុងតែរៀបចំដេញគោឡើងលើឡានហើយគោមានច្រើនចងនៅតម្រៀបគ្នានេះហើយចំពោះលោកពូហ៊ុនលៀងក៏មិននៅស្ងៀមណាស់គឺគាត់នៅឈរមើលការថ្លឹងគោឯនៅក្បែរជញ្ជីងនឹងផងដែរហើយខាងវៀតណាមគឺគាត់អង្គុយនៅក្នុងរោងនោះហើយនេះគឺជាបុគ្គលិករបស់លោកពូហ៊ុនលៀងដើម្បីត្រៀមបើកទ្វារបិទទ្វារពេលដែលបញ្ចេញគោចេញពីក្នុងក្រោលបានអញ្ចឹងបើនិយាយពីគោនេះគឺធំមែនតែនសម្រាប់គោនៅក្នុងកសិដ្ឋានរបស់លោកពូហ៊ុនលៀងហើយសម្រាប់គោនេះវិញដូចជាការលក់គឺលោកពូហ៊ុនលៀងគាត់ថាដូចជាបានថ្លៃដែរសម្រាប់គោប្រភេទគោធំអញ្ចឹងគឺអាចបាន1គីឡូ11000ឬ11500បានសម្រាប់គោប្រភេទគោធំអញ្ចឹងហើយបងប្អូនដែលគាត់ឆ្ងល់ទៀតគាត់ថាអញ្ចឹងលោកពូហ៊ុនលៀងគាត់ទិញចូល1គីឡូប៉ុន្មានគោធំអញ្ចឹងតាមការសាកសួរជាមួយលោកពូហ៊ុនលៀងសម្រាប់គោធំអញ្ចឹងគឺគាត់ទិញចូល1គីឡូ10000បាទហើយអញ្ចឹងបើសិនណាជាបងប្អូនមានគោចាប់ពី300គីឡូឡើងអីគឺលោកពូហ៊ុនលៀងគាត់ទទួលទិញ1គីឡូ10000បាទហើយប៉ុន្តែគាត់យកគោប្រភេទគោធំអញ្ចឹងអត់យកប្រភេទគោបាយគោអីទេ300គីឡូឡើងបាទហើយនេះគឺក្រុមការងារគាត់បន្តក្នុងការដឹកគោឡើងលើឡានបន្តទៀតហើយគោខែនេះដូចជាសម្បោវាដូចជាមិនសូវជាស្អាតអីប្រហែលទេហើយជាពិសេសគោដែលពណ៌សហ្នឹងគឺប្រឡាក់ខ្លាំងណាស់សម្រាប់ខែវស្សានេះដោយសារតែខែនេះពុកម៉ែបងប្អូនដឹងហើយប្រហែលថ្ងៃនេះគឺមានព្យុះមានភ្លៀងគឺសឹងតែរាល់ថ្ងៃតែម្ដងបាទអញ្ចឹងសម្រាប់គោនេះគឺក្រុមការងាររបស់លោកពូលៀងគឺបានដឹកឡើងលើឡានបានប្រហែលក្បាលហើយប្រហែលជា5-6ក្បាលហើយសម្រាប់គោប្រភេទគោសាច់នៅក្នុងកសិដ្ឋានរបស់លោកពូលៀងហើយសម្រាប់គោទាំងអស់នេះដែលខ្ញុំបានបង្ហាញនេះគឺជាប្រភេទគោកូនក្រោលរបស់លោកពូលៀងបាទអញ្ចឹងដោយឡែកសម្រាប់គោនេះវិញគឺជាប្រភេទគោដែលលោកពូហ៊ុនលៀងគាត់ទិញចូលទេមិនមែនជាប្រភេទគោកូននៅក្នុងក្រោលរបស់លោកពូហ៊ុនលៀងទេហើយសម្រាប់គោនេះដូចខ្ញុំបានបញ្ជាក់ហើយគឺគាត់ទិញមកប្រហែលជា2ខែជាងហើយបាទហើយបូករួមទាំងគោនេះដែរហើយសម្រាប់គោទាំងអស់នេះវិញគឺដោយសារតែឡានគឺបានដឹកគោដាក់លើឡានពេញហើយអញ្ចឹងចំពោះគោដែលនៅសល់ចំនួន4ក្បាលមានគោទាំងពីរនេះដែលជាគោដែលធំនៅក្នុងកសិដ្ឋានរបស់លោកពូលៀងគឺនៅរងចាំរមាក់ដើម្បីមកដឹកសម្រាប់គោចំនួន4ក្បាលដើម្បីយកទៅទុកនៅកសិដ្ឋានមួយទៀតដើម្បីឡានមកដល់គឺដឹកទៅតែម្ដងបាទអញ្ចឹងសម្រាប់គោនេះវិញគឺធំមែនតែនហើយបន្ទាប់ពីដឹកឡើងលើឡានរួចគឺនេះគឺគោដែលគាត់ចងតម្រៀបគ្នានៅលើឡានគឺឃើញថាល្អមែនតែនបាទអញ្ចឹងសម្រាប់ការមើលពីក្រោមឃើញថាល្អម្យ៉ាងប៉ុន្តែបើយើងមើលពីខាងលើនេះវិញគឺឈរថតពីខាងលើឃើញថាគោទាំងអស់នេះបន្ទាប់ពីដឹកឡើងលើឡានហើយឃើញថាពិតជាស្អាតមែនតែនសម្រាប់គោទាំងអស់នេះមានពណ៌ក្រហមពណ៌សបាទ
ដូចជាមានតែ2000នេះទេសម្រាប់គោដែលបានថ្លឹងរួចដែលបានដឹកឡើងលើឡាននេះបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំដូចជាសូមបង្ហាញពុកម៉ែបងប្អូនត្រឹមតែប៉ុណ្ណេះហើយបើសិនណាជាបងប្អូនមានជាគោសម្រាប់លក់ចាប់ពី300គីឡូឡើងឬគោដែលធំគឺអាចតំណងជាមួយលោកពូលៀងបានបាទអញ្ចឹងខ្ញុំសូមណែនាំផលិតផលរ៉ែធម្មជាតិ Planet ដែលជារ៉ែធម្មជាតិដែលលោកពូលៀងគាត់ប្រើប្រាស់នៅក្នុងកសិដ្ឋានរបស់គាត់ហើយចំពោះអត្ថប្រយោជន៍នៃការប្រើប្រាស់រ៉ែធម្មជាតិ Planet នេះគឺជួយឲ្យប្រព័ន្ធរំលាយអាហារគោដំណើរការបានល្អគោផឹកទឹកគោស៊ីចំណីកាន់តែច្រើនបាទអញ្ចឹងសម្រាប់វីដេអូនេះសូមបង្ហាញពុកម៉ែបងប្អូនត្រឹមតែប៉ុណ្ណេះបាទសូមអរគុណសូមជម្រាបលា